សូមគោរពពុកម៉ែបងប្អូនទីនឹករលឹកនេះគឺជាវេទិកាអុំទូកនៅខេត្តពោធិ៍សាត់ស្អាតណាវេទិកាអុំទូកធំជាប់មាត់ស្ទឹងហ្មងស្អាតណាក្បូរក្បាច់រចនាអីខ្មែរសុទ្ធណាវេទិកាអុំទូកនេះជាអាចដាក់មនុស្សបាន50-60 នាក់ដែរបងប្អូនស្អាតណាលឹងហ៎ជាប់មាត់ទឹកបណ្ដោយហើយនៅខាងស្ដាំដៃសួនស្អាតណាលឹងហ្នឹងណាមើលទៅនៅពេលរាត្រីមិនដឹងជាស្អាតយ៉ាងណាណាសួនស្អាតកៅអុំទូកបើវលឹងធ្វើអីដាក់ស្ទូចបានត្រីអត់ដាក់ម្នាក់ឯងហ្នឹងមិនឃើញត្រីទេអាប៉ៅនេះសាទឯទឹកស្ទឹងពោធិ៍សាត់នៅលើវេទិកាអុំទូកដីកណ្ដោះគឺទៅចាក់ហ៎បងប្អូនដីកណ្ដោះទៅចាក់ឆ្នាំហ្នឹងរាល់ឆ្នាំហ្នឹងទៀបកន្លែងខាងកើតត្រៃខាងកើតហ្នឹងបើមានពេលទៅនេះខ្ញុំទៅថតចែកជូនឲ្យពុកម៉ែបងប្អូនទស្សនាមើលនេះហើយជាការអុំទូកនេះយើងមើលពីជ្រុងកណេះមានពូលភ្លើងអីស្អាតក្បាច់អីគប់ផ្សំមួយទឹកហូរណាស្អាតកាឡាស្អាតកាឡានេះជាតើចុះទឹកណាទៅនេះការអុំទូកទឹកហូរប្រឹមง่ายแต่เนาะđâyทำไมกิจจะเธอส่วนนะไตรหังการดูไตรหังการแต่ดำโอ้เนาะดาวจันทร์กรีทมๆอ่ะเนาะไตรหังการนะบางคนเปลี่ยนทำไมទឹកខាងនេះល្អត្រីចុះហ្នឹងគេនេះជាផ្ទះ4-10ផ្ទះហ្នឹង 3-4 ឆ្នាំទៀតហើយជាគេរើរស់អស់ហើយពួកខាងនេះរើអស់មកច្រើនដែរប្រៃហ្នឹងទំនងតែជាខ្ញុំមានពេលទៅនេះទៅថតឲ្យបងប្អូនមើលឥឡូវគេចាប់ផ្ដើមឲ្យរើរស់ផ្ទះអ្នកនៅតាមដងស្ទឹងហ្នឹងដើម្បីធ្វើសួនដើម្បីទាក់ទាញភ្ញៀវទេសចរទៅស្ពានថ្មថ្មីឆ្លងពីកើតទៅខាងលិច
ទឹកខាងនេះល្អណាបងប្អូនភ្លៀងអលឹមព្យុះអានោះទីទាហាននៅកើត